យើងពិបាកក្នុងការព្យាបាលគាត់លើគាត់ចុះលើគាត់ឡើងហើយតែបញ្ចូលគាត់ប្រមាណពេលគ្រប់ដូច្នេះគ្រូពេទ្យមុននឹងបញ្ចូលម្ហូបអាហារនៅស្រុកគេនេះគេតែខកមើលតើចុងរបស់តយោនឹងវានៅគល់ឬក៏វាបកត្រឡប់ទៅដើមវិញទុយបន្តពីនឹងមកទៀតដោយសារមានបញ្ហាក្នុងការបញ្ចូលម្ហូបអាហារទាំងនេះនៅស្រុកគេនេះគេបញ្ចូលអាហារម្យ៉ាងទៅគេចោះពោះវៀននេះទៅគេចេញទៅយកទៅឡើងមកក្រោយទៅមកបាទពេលណាអ្នកជំងឺត្រូវការម្ហូបអាហារគេកាន់ស្រាច់គេបូននឹងស្រាទឹកដល់ម៉ោងនេះគេបើកគេបាញ់បញ្ចូលគេបាត់វិញទៅបាទគេអាយមកដើរទៅណាធម្មតាហើយពេលណាគេជាមកវិញគេអាចដកទៅយកចេញនេះគឺជាម្ហូបអាហារដែលគេរៀបចំឲ្យស្រាប់គេដាក់ក្នុងជាផ្លោកនៅក្នុងនេះគឺមានជាតិប្រូតេអ៊ីនដែលជាជាតិអាមីណូអាស៊ីតគេហៅជាអាមីណូអាស៊ីតមានជាតិខ្លាញ់នៅក្នុងនោះដែលយើងហៅជាហ្វាតមានជាតិស្ករនៅក្នុងនឹងស្រាប់ហើយនៅក្នុងនេះយើងអាចដាក់ជាតិវីតាមីនទៅបានចូលក្នុងនោះយើងអាចដាក់សារជាតិមួយចំនួននៅក្នុងនោះទៅបានហើយយើងនឹងបញ្ចូលទៅតាមម៉ាស៊ីននេះយើងបញ្ចូលទៅតាមសរសៃឈាមឲ្យអ្នកជំងឺគឺយើងតម្រូវតាមកាលវិគាត់អាចធ្វើបានដូច្នេះបើសិនជាយើងមានបញ្ហាយើងមានអាចដាក់បារម្ភកណ្ដាលទីមួយបើសិនជាគាត់ធ្មេញគេឲ្យធ្មេញគាត់ហូបបំបានគាត់ហូបបង្កើតគាត់តែគ្លៀនគាត់អត់គ្លៀនគាត់មានបញ្ហាក្អួតច្រើនដាក់អីទៅគាត់ក្អួតដាក់អីទៅគាត់ក្អួតក៏ហូបបង្កើតទេមកយើងបញ្ចូលម្ហូបអាហារតាមនឹងបានទេយើងមានផ្លូវមួយយើងបញ្ចូលតាមវិស័យឬក៏គាត់លេងទៅគាត់ឈឺគាត់ស្ទះយើងមិនអាចបញ្ចូលគាត់តាមនឹងបានទេយើងត្រូវបញ្ចូលម្ហូបអាហារតាមវិស័យពេលខ្លះទៀតពេលគាត់ស្លាប់គាត់សាមបានគាត់ស្លាប់គាត់នៅទីពេទ្យគាត់ស្លាប់គាត់ទៅខ្លួនយើងអាចបញ្ចូលគាត់បានយើងបារម្ភខ្លាចគាត់ឆ្លាមមកវិញចូលទៅបាសួរហើយយើងជៀសវាងពេលគាត់ស្លាប់គាត់ទៅខ្លួននឹងយើងជៀសវាងការបញ្ចូលម្ហូបអាហារតាមមាត់យើងត្រូវតែបញ្ចូលអាហារតាមវិស័យគាត់ហើយជាពិសេសអ្នកខ្លះទៀតពេលគាត់ចូលទៅនឹងគេដាក់យូតាមមាត់គាត់ដកដង្ហើមមិនសិនដកដង្ហើមជីតាមគាត់ទៅមានយើងដកដង្ហើមបញ្ហាក្នុងការបញ្ចូលម្ហូបអាហារតាមមាត់ទៅតាមច្រមុះរហូតដល់មានតែផ្លូវមួយនេះគឺការបញ្ចូលអាហារតាមខ្សែក៏ទៀតបើសិនជាអ្នកជំងឺគាត់មានបញ្ហាជំងឺមួយចំនួនដូចជាគាត់មានជំងឺគាត់រលាកភ្លើងដើម្បីឲ្យគាត់តម្រូវការកាឡូរីគាត់ដើម្បីរស់នៅកាន់តែច្រើនយើងត្រូវតែបញ្ចូលទៅតាមសរសៃដើម្បីម្ហូបអាហារគាត់មានបញ្ហាមានសារជាតិច្រើនដើម្បីជួយទប់ទល់ជាមួយនឹងជំងឺតបៅជំងឺ infection ជំងឺ ulcer ដែលគាត់តបៅគូតបៅកែងដៃឲ្យគាត់ត្រូវការម្ហូបអាហារពិសេសដើម្បីជួយគាត់ឆាប់បានមានការចេះសះស្បើយលឿនដូច្នេះបញ្ហាមុនយើងបញ្ចូលគាត់ហ្នឹងទី1ពេលវេលាបើសិនជាគាត់ត្រូវការម្ហូបអាហារតើពេលណាដែលយើងត្រូវបញ្ចូលគាត់តាមការសិក្សារបស់គ្រូពេទ្យយើងអាចបញ្ចូលនៅពេលណាក៏បានដែរមួយថ្ងៃពីរថ្ងៃក្រោយគាត់ចូលពីពេទ្យក៏បានដែរឲ្យទៅពេលណាគាត់ត្រូវការបំពន់ម្ហូបអាហារយើងត្រូវទៅជួយបំពន់គាត់ដើម្បីគាត់ឆាប់ជាបន្តមកទៀតផ្លូវដែលយើងបញ្ចូលតែយើងបញ្ចូលទៅតាមណាយើងគិតបញ្ចូលតាមមាត់បញ្ចូលទៅតាមច្រមុះបញ្ចូលទៅតាមពោះវៀនឬក៏បញ្ចូលទៅតាមសរសៃរហូតបញ្ហាបញ្ចូលទៅតាមមួយនឹងមានបញ្ហាមានផលវិបាករៀងៗខ្លួនរហូតយើងអាចមានបញ្ហាបញ្ចូលតាមសរសៃទេពេលខ្លះយើងគ្មានជំរឿនយើងតែផ្លូវតែមួយគត់គឺបញ្ចូលទៅតាមសរសៃដូច្នេះពេលដែលយើងបញ្ចូលគាត់ទៅតាមពោះវៀនឬបញ្ចូលទៅតាមសរសៃនេះតើយើងត្រូវរើសឆ្នាំណារើសម្ហូបអាហារណាគឺយើងសង្កេតឃើញហើយគឺនៅប្រទេសជឿនលឿនគេមានច្រើនណាស់គេមានជាម្សៅទឹកដោះគោគេមានជាម្ហូបអាហារដែលគេលាយស្រេចមានជាតិប្រូតេអ៊ីនជាតិអីក្នុងស្រេចមានជាតិខ្លាញ់ក្នុងស្រេចនៅប្រទេសកម្ពុជាយើងសង្កេតឃើញទៅមានតែអាស៊ូទេយើងដឹងទៅតាមទីពេទ្យទៅតាមតែបើយើងសួរមែនតើអាស៊ូហ្នឹងក្នុងទឹកមួយសារ៉ាងសេហ្នឹងមានជាថាមពលប្រមាណកាឡូរីចាក់ទៅឲ្យគាត់ហ្នឹងប្រមាណសារ៉ាំងដើម្បីឲ្យគាត់មានថាមពលគ្រប់គ្រាន់ដើម្បីរស់នៅបានហើយនឹងឲ្យគាត់អាចប្រឆាំងជាមួយនឹងជំងឺអាចឆាប់ជាលឿនបានគឺយើងពិបាកក្នុងការគិតឆ្នេះយើងត្រូវមានការជ្រើសរើសផ្ទុយទៅវិញនៅពេលដែលយើងបញ្ចូលម្ហូបអាហារទៅតាមវិស័យគឺនៅក្នុងមួយផ្លោកនីមួយៗនេះយើងដឹងស្រាប់
យើងអាចដាក់ជាតិមួយជាតិប្រូតេអ៊ីនប្រមាណជាតិកាបូហៃដ្រេតប្រមាណជាតិខ្លាញ់ប្រមាណជាតិរឹងស្រាច់ជាតិថាមពលអ្នកជំងឺនឹងដូចឧទាហរណ៍ថាអ្នកជំងឺនឹងគាត់ទម្ងន់50គីឡូគេគិតស្រាច់តាមវិទ្យាសាស្ត្រគេដឹងថាគាត់ត្រូវការជាថាមពលប្រមាណគីឡូកាឡូរីដើម្បីនឹងរស់ដល់ហើយគេគិតស្រាច់អញ្ចឹងប្រមាណសារជាតិប្រមាណគីឡូកាឡូរីនឹងតើជាប្រមាណផ្នែកជាជាតិសាច់ប្រមាណផ្នែកជាជាតិខ្លាញ់ប្រមាណផ្នែកជាជាតិស្ករលោកគ្រូពេទ្យរៀបចំស្រាច់ចូលក្នុងផ្លោកនឹងស្រាច់ព្រោះហើយយើងដាក់តាមផ្លោកនឹងមកយើងទៅចូលមកតាមម៉ាស៊ីនមកយើងចាក់ចូលឲ្យអ្នកជំងឺបាទចូលអ្នកជំងឺដូច្នេះបើយើងមានចម្ងល់មានបញ្ហាមានបងប្អូនដែលត្រូវការអាការបំពន់យើងត្រូវទៅជួបលោកគ្រូពេទ្យចាំបាច់គ្រូពេទ្យត្រូវចេះដឹងពីការបញ្ចូលថ្នាំការបញ្ចូលម្ហូបអាហារទៅតាមវិស័យឈាមនឹងតើសារជាតិអីខ្លះសារជាតិនឹងត្រូវមានប្រមាណដើម្បីឲ្យគាត់ឆាប់នឹងសះស្បើយមានជាជាតិអាមីណូអាស៊ីតមានជាជាតិខ្លាញ់យើងប្រើបញ្ចូលទៅមកយើងប្រើជាម៉ាស៊ីនជាពិសេសយើងគាត់តែមានម៉ាស៊ីននេះបានវាក្នុងការជំនួយដែរបើសិនជាយើងបញ្ចូលម្ហូបអាហារទៅតាមវិស័យហើយយើងប្រើជាដំណក់ធម្មតាវាមានការពិបាកបាទពីព្រោះផ្លោកវាឬក៏ទយោរបស់វានេះគឺជាទយោពិសេសមួយទៀតដែរដើម្បីឲ្យជាតិម្ហូបអាហារនឹងរត់បានស្រួលបើសិនជាយើងប្រើជាទ្រូងស្ងឿនធម្មតាវាអាចស្ទះអាចកកលោកហើយត្រូវមានដំណក់របស់វានឹងគិតជាដំណក់នេះគិតជាក្នុងប្រមាណដំណក់ក្នុង1ម៉ោងគិតទៅក្នុងជាប្រមាណដំណក់ក្នុង1ថ្ងៃគិតចេញមកវិញជាថាមពលប្រមាណដើម្បីឲ្យគាត់អាចចូលបាននេះគឺជាប្រដាប់គឺជាថ្នាំដែលគេឃើញគេរៀបបានរៀបចំហើយក្នុងប្រទេសធំៗហ្នឹងហើយជាពិសេសដែលប្រទេសទូរស័ព្ទរបស់ខ្ញុំនេះគេបានរៀបចំទិញរបស់នេះពីក្រុមហ៊ុនក្រោមគឺជារបស់អបពីអាល្លឺម៉ង់គឺជារបស់អាល្លឺម៉ង់យើងប្រើគឺមានជាតិនេះគឺជាជាតិសាច់ពូជជាតិសាច់គេហៅអាមីណូអាស៊ីតយើងមើលឲ្យនៅខាងក្នុងក្លោបហ្នឹងគឺមានជាតិអាមីណូអាស៊ីតពីប្រមាណគេនៅក្នុងនឹងដើម្បីតម្រូវគ្រប់គ្រាន់ក្នុងមនុស្សម្នាក់ៗដែលត្រូវការបន្ទាប់មកទៀតយើងមានជាតិស្ករបន្ទាប់មកទៀតនេះគឺជាជាតិខ្លាញ់ពេលយើងចាក់មកជាតិសាច់យើងចាក់យើងអាចលាយជាមួយនឹងជាតិស្ករបានហើយជាតិខ្លាញ់នេះយើងអាចដាក់លាយនេះយើងអាចដាក់ផ្សេងរហូតក្នុងមួយដងនេះយើងដឹងស្រាប់នៅក្នុងឧទាហរណ៍ជានៅខ្លាញ់យើងដឹងឲ្យក្នុងម្ដងហ្នឹងមានជាតិសារជាតិខ្លាញ់ប្រមាណក្រាមហើយមានជាតិថាមពលប្រមាណគីឡូកាឡូរីអ្នកជំងឺទម្ងន់ប្រមាណគីឡូក្រាមគាត់ត្រូវការនៅប្រមាណដបយើងគិតតាមនឹងតាមក្បួនខ្នាតវិទ្យាសាស្ត្រយើងនឹងបញ្ចូលគាត់តាមនឹងដូច្នេះបើយើងបញ្ចូលគាត់បានត្រឹមត្រូវតាមក្បួនខ្នាតការសិក្សាស្រាវជ្រាវរបស់ទីធំតែគេមានការចង់មានការសំលុយកាក់គេបញ្ចង់ឲ្យអ្នកជំងឺឬបងប្អូនគេចូលទៅទីពេទ្យយូរគេបានសិក្សាពីស្រាវជ្រាវបានឃើញថាពេលដែលអ្នកជំងឺមានឈឺធ្ងន់ចូលទៅពេទ្យហើយបើសិនជាលោកគ្រូពេទ្យជួយបំពន់ម្ហូបអាហារឲ្យគាត់ទៅតាមសរសៃបានកាន់តែលឿនពួកគាត់កាន់តែចេញឆាប់ពីពេទ្យបើសិនជាយើងបញ្ចូលទៅគឺឃើញជួនកាលខុសគ្នា2ថ្ងៃ3ថ្ងៃឬមួយអាទិត្យដល់បើសិនជាធម្មតាគាត់ចូលទៅគាត់មិនមានការបំពន់ម្ហូបអាហារជំងឺមួយមុខហ្នឹងគាត់ត្រូវទៅពេទ្យមួយខែប៉ុន្តែបើគាត់ចូលទៅលោកគ្រូពេទ្យជួយបំពន់ម្ហូបអាហារគាត់លឿនគាត់ឆាប់ជាគាត់សម្រាប់តាមអាទិត្យទេគាត់ចេញមកផ្ទះហើយគាត់ចំណេញភាពទៅរហូតការកាត់បន្ថយនៃការចំណាយនៅក្នុងការស្នាក់ទីពេទ្យក្នុងឆ្នាំចំណាយក្នុងការថតចំណាយក្នុងការដូរឈាមមួយនេះបើគិតជាលុយវិញគឺចំណេញច្រើនណាស់ជាពិសេសនៅប្រទេសធំៗដូចជានៅសហរដ្ឋអាមេរិកហ្នឹងគេរដ្ឋគេចេញលុយទៅឲ្យទីពេទ្យហើយរដ្ឋគេគិតគេធ្វើម៉េចគេសន្សំលុយគេចង់ឲ្យអ្នកជំងឺចូលទៅសម្រាប់ក្នុងទីពេទ្យយ៉ាងឆាប់បំផុតដើម្បីឆាប់ចេញបានចេញទៅដូច្នេះហើយបានជាខ្ញុំគូជំទាស់បានជជែកពិភាក្សាជាមួយនឹងក្រុមប្រឹក្សាវិបាលរបស់clinic ព្រឹងសែនយើងបានសម្រេចចិត្តថានឹងរៀបចំជាកម្មវិធីនេះដើម្បីជួយផ្សព្វផ្សាយឲ្យប្រជាជនខ្មែរដឹងហើយយើងបានទាក់ទងជាមួយក្រុមហ៊ុនធំៗដូចជាលោកថ្នាំដូចជាប្រទេសអាល្លឺម៉ង់ដូចជាប្រទេសសិង្ហបុរីទិញថ្នាំមកព្រោះគោលបំណងរបស់clinic ព្រឹងសែនរបស់យើងខ្ញុំនឹងជួយធ្វើម៉េចឲ្យអ្នកជំងឺដែលមានបញ្ហាគាត់ឆាប់បានជាសះស្បើយ
còn cắt thôi như chúng này còn sầm rạ mình tìm bè bằng trái hay còn ai chặt lọt tiền đến từ phương cá rồi xin chặt bằng thì của mình không cùng nó mới so ta cùng nó có đi vào thành nào như đấy nó cắt thôi những cái đó chỉ nên là sân chỉ cho dương nhẹ chỉ dương chúng này cái tệ chúng này nuôi tệ tại sầm rạ mình tìm bè còn ai thì xong những bằng trái cho nên mà sân chia vấn đề dương sờ lạnh qua châu tổng ty bè hay dương chui chia ba đã chỉ chia hôm mà ha qua tam sai tam lương nhưng tới quan trọng kia sao tới dương tự học nghe chỉ cô sai ở bên cạnh sai đấy và sống cung rồi bao nhiêu ở bên cạnh bên ngoài cho nên một cái này Clinic Princess មានឧបករណ៍ទំនើបនិងថ្មីដើម្បីជួយគ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យបានច្បាស់ល្អដូចជាម៉ាស៊ីនវាស់កំហាប់ឆ្អឹងអាចរកឃើញសភាពឆ្អឹងស្ពោតរបស់អ្នកជំងឺក្នុងរយៈពេល1នាទីពុំមានការឈឺចាប់និងប៉ះពាល់ដល់សុខភាពម៉ាស៊ីនអេកូមើលរោគស្ត្រីជំងឺទូទៅនិងបេះដូងពិនិត្យដោយគ្រូពេទ្យឯកទេសម៉ាស៊ីនវីដេអូកូប៉ូស្កូបអ្នកជំងឺអាចមើលឃើញសភាពពិតរបស់មាត់ស្បូនរបស់ខ្លួនតាមរយៈរូបភាពដែលពង្រីកនៅក្នុងកញ្ចក់កុំព្យូទ័រម៉ាស៊ីនម៉ាម៉ូទំនើបអាចរកឃើញនិងធ្វើការបែងចែកដុំស្លូតឬដុំកាចនៅក្នុងដោះអាចរកឃើញកន្លែងដែលកោសិកាក្រពេញដោះមានការប្រែប្រួលដែលយើងស្ទាបមិនប៉ះជាដុំនៅឡើយមិនគៀបដោះពុំមានការឈឺចាប់ពេលពិនិត្យមិនមានជះកាំរស្មី X ដែលប៉ះពាល់ដល់សុខភាពអាចធ្វើទៅលើស្ត្រីគ្រប់វ័យសូម្បីតែស្ត្រីដែលមានផ្ទៃពោះឬស្ត្រីដែលដាក់ស៊ីលីកូននៅក្នុងដោះទទួលបានលទ្ធផលភ្លាមម៉ាស៊ីនវាស់ចង្វាក់បេះដូងពេលសម្រាកនិងធ្វើចលនាម៉ាស៊ីនវាស់ចង្វាក់បេះដូង24ម៉ោងម៉ាស៊ីនអាចវាស់ពីចង្វាក់បេះដូងមិនធម្មតាពេលដែលអ្នកជំងឺកំពុងធ្វើការសម្រាកធម្មតាប្រចាំថ្ងៃគ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យពីចង្វាក់បេះដូងមិនធម្មតារបស់អ្នកជំងឺក្នុងពេលផ្សេងគ្នាម៉ាស៊ីននេះពុំបណ្ដាលឲ្យមានការឈឺចាប់ឬប៉ះពាល់ដល់សុខភាពអ្នកជំងឺឡើយប្រិមត្តទស្សនិកជនជាទីមេត្រីអ្វីមួយនេះលោកអ្នកទើបតែបានសិក្សាស្វែងយល់ទាក់ទងជាមួយនឹងប្រធានបទដែលយើងបានលើកឡើងគឺការបំពន់អាហារនៅក្នុងសរសៃឈាមដែលមានការបង្ហាញជូនដល់លោកវិជ្ជបណ្ឌិតដែលជាអ្នកឯកទេសជំនាញខាងគ្រីមពិសេសឥឡូវនេះបងបានលោកអ្នកមកជួយជំនួយលោកវិជ្ជបណ្ឌិតជាបន្តទៀតដូច្នេះតើថ្ងៃអនាគត Clinic Princess ឬក៏លោកវិជ្ជបណ្ឌិតផ្ទាល់តើមានគោលបំណងអ្វីទៀតទៅថ្ងៃអនាគតចា៎បងគោលបំណងរបស់ Clinic Princess យើងក្នុងគឺទៅអនាគតយើងរៀបចំទីកន្លែងនេះទៅជាទីកន្លែងមួយដែលទៅជននៅពេលគាត់ត្រូវការគាត់អាចអញ្ជើញមកអាចទទួលសេវាកម្មបានយើងខ្ញុំនឹងរៀបចំជាបន្ទប់ដើម្បីឲ្យគាត់ស្នាក់នៅពេលគាត់ត្រូវការស្នាក់នៅក្នុងការបញ្ចូលក្នុងបន្តខ្សែឈាមនេះយើងខ្ញុំនឹងរៀបចំទិញជាថ្នាំជាម្ហូបអាហារជាពិសេសថ្នាំរបស់ប្រទេសធំដូចជាប្រទេសអាល្លឺម៉ង់ប្រទេសអង់គ្លេសហើយបុគ្គលិកយើងខ្ញុំនឹងមានការរៀបចំឲ្យបានច្បាស់លាស់យើងខ្ញុំនឹងមានជាបែបបទក្បួនខ្នាតដែលហៅទៅប្រូតូកូលនៅតាមត្រឹមត្រូវហើយជាពិសេសឧបករណ៍ក្នុងការបញ្ចូលចំណីអាហារទៅតាមខ្សែឈាមនេះយើងខ្ញុំនឹងរៀបចំឲ្យទៅតាមក្បួនខ្នាតវិទ្យាសាស្ត្រឲ្យបានត្រឹមត្រូវបាទចា៎នេះខ្ញុំសូមតាមអរគុណដែលលោកចាប់នៅតាមប្រតិយោចូលរួមបទសម្ភាសន៍ដែលតកតទៅនឹងប្រធានបទដែលយើងអំណរសំខាន់ទៅលើការបំផុសចំណីអាហារតាមសរសៃឈាមនេះខ្ញុំសង្ឃឹមថាប្រិយមិត្តលោកទេសនិកជនប្រកាសជាបានទស្សនាស្វែងយល់តកតជាមួយនឹងប្រធានបទនេះ Clinic Princess និងកម្មវិធីសុខភាពខ្ញុំសន្យាថានឹងលើកយកប្រធានបទដែលមានសារៈប្រយោជន៍ជួយបំពេញទស្សនាជាបន្តទៀតហើយនេះគឺជាឆន្ទៈមួយដ៏មុតរបស់ Clinic Princess ហើយនឹងលោកវិជ្ជបណ្ឌិតនៅទីនេះផ្ទាល់ដែលបានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងវិស័យសុខាភិបាលជួបគ្នានៅសប្តាហ៍ក្រោយជាបន្តសូមអរគុណ